mà thang trong cử sa tôi thôm rồi có tha ban ở vậy bà ca cục cục hệ rành và thọ cử ón tha sôn này ban sẵn xa dồn đăng ở ca cục cục thuần thiên mà nộp cái ca bay chạy mà nộp nắng tờ tam chụp đi rồi bỏ luôn đi luôn nhưng từ tua ban bao sau chỉ vật chớn để ở đây ban hiện nên không chỉ vật nhưng ban là tôi chúng này đang đôi chỉ ca cục cục chặt trái về lia ông pi ca đi trong hang đừng hệ rành và thọ ca chụp này về mũi thơ đăng thà thơ chụp này nứng ban ở vây ở đây xa ấy về việcปีថ្ងៃនេះគឺយើងមករៀនតកតងជាមួយនឹងការដឹកនាំចាត់ចែងនៅក្នុងជីវិតរបស់យើងមិនថាដឹកនាំនៅក្នុងក្រុមហ៊ុនស្ថាប័ននានាគឺវាជាបទពិសោធន៍មួយដែរសម្រាប់ការដឹកនាំមួយទៀតតកតងនឹងហិរញ្ញវត្ថុមិនថាក្រុមគ្រួសារតូចធំឬក៏ស្ថាប័នអ្វីបើការគ្រប់គ្រងហិរញ្ញវត្ថុគឺអន់ថាសូនហើយអញ្ចឹងរយៈពេល2ថ្ងៃយើងបានសិក្សាយល់ដឹងអំពីការគ្រប់គ្រងធនធានមនុស្សគឺការបែងចែកមនុស្សហ្នឹងទៅតាមជំនាញរបស់ខ្លួនរៀងៗខ្លួនហើយអំពីការរៀនជំនាញការចាត់ចែងហាងហើយយើងគូរីបែបណាចេញបែបបត់ហាងបែបណាឲ្យមានអនាម័យស្អាតទៅហើយចំណុចចុងក្រោយនោះគឺរៀនអំពីជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានន័យថាចំណូលចំណាយរបស់យើងហ្នឹងឲ្យបានច្បាស់លាស់ដើម្បីឲ្យការធ្វើអាជីវកម្មឬក៏យើងបើកមុខរបរអ្វីផ្សេងៗហ្នឹងក៏ឲ្យដឹងច្បាស់លាស់ថាយើងចំណេញទៅខាងចំណុចចុងក្រោយគឺមានការតាំងចិត្តថានៅពេលដែលយើងបានយល់ដឹងអំពីមេរៀនដែលយើងមិនទាន់ចេះហ្នឹងយើងអាចយកបទពិសោធន៍ថ្មីៗដែលយើងមិនទាន់បានរៀនដូចជាការចាយអត់ដឹងគោលដៅយើងអត់ធ្លាប់កត់ទេដល់ពេលយើងមកចេះយើងចាប់ដើមកត់ថាតើត្រូវកត់បែបណាចាយលើអ្វីខ្លះអ្វីដែលគូចំណាយអ្វីដែលមិនគូចំណាយឲ្យចំគោលដៅណាអញ្ចឹងខ្ញុំតាំងចិត្តថាយកចំណុចដែលយើងខ្វះខាតពីមុនហ្នឹងដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់ក្រុមគ្រួសារហើយព្រមទាំងជាប្រយោជន៍សម្រាប់សង្គមជាតិផងដែររយៈពេល2ថ្ងៃមកខ្ញុំទទួលបានបទពិសោធន៍ជីវិតច្រើនដែលអត់ដែលបានរៀននៅក្នុងជីវិតទី1លោកគ្រូក៏បានបរៀនពីបទពិសោធន៍ជំនាញគ្រប់គ្រងហិរញ្ញវត្ថុទី2ក៏បានបរៀនឲ្យយើងចេះគ្រប់គ្រងដឹកនាំមនុស្សនៅក្នុងស្ថាប័នឬនៅក្នុងក្រុមហ៊ុនអ្វីដែលលោកគ្រូបង្រៀន2ថ្ងៃនេះខ្ញុំនឹងតាំងចិត្តថានឹងព្យាយាមយកអនុវត្តនៅក្នុងជីវិតអង្គកាត់បបិសោរយៈពេល2ថ្ងៃខ្ញុំបានរៀនកន្លងនេះខ្ញុំបានទទួលចំណេះដឹងដូចជាការគ្រប់គ្រងចាត់ចែងពេលវេលាអំពីការរៀបចំហាងមានប្រភេទនៃជាអ្នកដឹកនាំដើម្បីឲ្យខ្លួនឯងមានបបិសោរនៅថ្ងៃមុខហើយពួកការតាំងចិត្តខ្ញុំក៏បានយកចំណុចទាំងអស់នេះអនុវត្តនៅជីវិតពិតជាប្រចាំថ្ងៃដើម្បីឲ្យខ្លួនឯងមានបបិសោរហើយក៏ដូចជាអភិវឌ្ឍខ្លួនឯងនៅថ្ងៃមុខរយៈពេល2ថ្ងៃនេះខ្ញុំបានរៀនមានការយល់ដឹងច្រើនហើយសម្រាប់ទៅលើការគ្រប់គ្រងការបែងចែករឿងហិរញ្ញវត្ថុការចំណាយវេមួយត្រូវដឹងថាត្រូវចំណាយនឹងបានអ្វីអស់ដោយសារអីឲ្យច្បាស់ឲ្យមានគោលបំណងច្បាស់មានផែនការច្បាស់ហើយខ្ញុំនឹងយកចំណុចទាំងអស់នោះទៅអនុវត្តនៅក្នុងជីវិតនៅពេលខាងមុខឬក៏ថ្ងៃខាងមុខទៅខ្ញុំមានអាជីវកម្មបើកហាងបើអីខ្ញុំនឹងយកចំណុចល្អៗយកទៅអនុវត្ត